សូមបាទហ្នឹងហើយបងប្អូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយកុំស្អប់ខ្ពើមអីបាទហ្នឹងហើយព្រោះពេកបងប្អូននេះគឺដើរដោយសារតែឫស្សីទេបាទម្ល៉េះហើយបងប្អូនក៏ចេះតែដើរថតបាទពីនេះពីនោះបាទអំពីឫស្សីបាទផ្លែកមកថតជូនពុកម៉ែបងប្អូនទស្សនាបាទខុសត្រូវយ៉ាងណាសូមប្រកែកុំប្រកែកកាន់បាទណាចូលរួមទស្សនាហ្នឹងទាំងអស់គ្នាផងពុកម៉ែបងប្អូនគ្រប់គ្រងខ្ញុំផងពុកម៉ែបងប្អូនណាហ្នឹងហើយរបស់ខ្ញុំដំណើរការក៏ដោយសារពុកម៉ែបងប្អូនទាំងអស់គ្នាដែរបាទហ្នឹងហើយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងឥឡូវនេះគឺហ្នឹងមកដល់នេះនៅក្រោមគុំម្សៅមកបាទនៅក្រោមគុំម្សៅហើយគុំម្សៅនេះគឺខ្ញុំបានមកម្សៅហើយបាទតែដោយសារលោកមុនគឺមកឃើញដែរតែនៅខ្ចីបាទប្រភេទជុំប្រឡងពុកម៉ែបងប្អូនណានៅខ្ចីហើយលក្ខណៈខ្នាតស្តោងបាទហ្នឹងហើយឥឡូវនេះមកដល់សារនេះក៏នៅដែរគាត់ថាអត់តមើលច្បាស់តើជុំមិនអីមិនចឹងណាបាទប៉ុន្តែមើលឃើញកវៀនហើយបាទកវៀនតែមិនដឹងថាជុំឬមួយក៏យ៉ាងណាយ៉ាងណីទេពុកម៉ែបងប្អូនរបស់គ្នាបាទហ្នឹងហើយសូមតាមដានទាំងអស់គ្នាបាទហ្នឹងហើយនេះពុកម៉ែបងប្អូនបាទចាំមើលខ្ញុំនឹងបង្ហាញបាទបង្ហាញដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះពុកម៉ែបងប្អូននេះឃើញទេបាទនេះពុកម៉ែបងប្អូនឃើញអត់ហ្នឹងហើយខ្ញុំកាត់ហើយតែអត់ទាន់បានអត់មើលតើស្អាតឬក៏មិនស្អាតទេបាទពុកម៉ែបងប្អូនបាទចាំតាមដានមើលទាំងអស់គ្នាបាទត្រូវភ្លើងរោឆេះបាទនេះកាត់ដាច់មកហើយបាទពុកម៉ែបងប្អូននេះហ្នឹងហើយលក្ខណៈនេះមើលគឺអប់នឹងគល់បាទហ្នឹងហើយបើសិនជាហ្នឹងហើយកងប់នេះពាត់មកដល់កន្លែងនេះគឺអាចជុំមកតង់ទៀតបាទហ្នឹងហើយជុំទាំងមួយហើយចង់អប់មកនេះជុំមួយទៀតបាទហ្នឹងហើយតែគឺហ្នឹងលក្ខណៈជុំចឹងពុកម៉ែបងប្អូនបាទអប់គល់ដែរបាទមើលពីខាងនេះគឺកងប់ស្អាតណាស់បាទកងប់ស្អាតមែនតើឃើញទេបាទនេះគឺត្រូវភ្លើងរោឆេះបាទហ្នឹងត្រូវភ្លើងរោឆេះហើយខ្ញុំមកតាមមុនគឺខៀវងឹតបាទខៀវងឹតហើយពុំនេះប្រហែលជាហ្នឹងហើយគេដុតដល់ម៉ានសាទៀតទៅបាទនឹងដុតម៉ានសាទៀតហើយឥឡូវមកសានេះគឺសក់ស្គប់បាត់ហើយបាទតែអើយប្រហែលជាអាចលាស់ទៀតបាទលាស់ទៀតណាព្រោះប្រភេទអាស័យគឺរឹងមាំណាស់បាទអត់ងាយទៅណាទេបាទខ្លាចលោយើងដុតចាំហ្មងអាហ្នឹងបានតែលោកតិចទីcòn là cặp cô nó đọc tiếtបាទហ្នឹងហើយគាត់គល់ឲ្យនៅដុះទៀតធម្មតាទេស្អីបាទហ្នឹងហើយឥឡូវបានប៉ុណ្ណឹងពុកម៉ែបងប្អូនបាទហ្នឹងហើយចាំអរគុណច្រើនពុកម៉ែបងប្អូនបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទបាយបាយជម្រាបលាពុកម៉ែបងប្អូនបាយបាយបាទជម្រាបសួរពុកម៉ែបងប្អូនបាទជម្រាបសួរទាំងអស់គ្នាបាទហ្នឹងហើយបានជួបគ្នានៅព្រៃទៀតហើយបាទពុកម៉ែបងប្អូនអរគ្នាបាទហ្នឹងហើយថ្ងៃនេះមកដល់ព្រៃហើយនេះបាទបង្ហាញតែម្ដងទៅបាទអត់ស្អាតទេគាត់គ្រាន់ថាមើលទៅទំនងអញ្ចឹងទៅក៏ហ្នឹងហើយកាត់ចូលទៅបដ ாய் ទៅបាទនេះពុកម៉ែបងប្អូននេះចង់បាទចង់កន្លែងនេះឃើញពុកម៉ែបងប្អូនអរគ្នាបាទចង់បាទអានេះគឺខ្នែងទេបាទខ្នែងព្រោះយើងនិយាយហៅថាអីស្នងបាទស្អីស្នងហើយដោយសារស្ទើរចង់បាទចង់បន្តិចទៀតវត្តជុំតែម្ដងហៅថាគូតខ្ចងហ្នឹងហើយតែស្ទើរដាច់ចង់ដាច់អីបាទតែហ្នឹងហើយបាទណាមើលឃើញដំណងបាទនេះវែងណាបងប្អូនឃើញទេកាត់តែវែងលក្ខណៈចូលច្រត់បាទហ្នឹងហើយបានប៉ុណ្ណឹងបាទពុកម៉ែបងប្អូនក៏ថតជូនពុកម៉ែបងប្អូនទស្សនាសិនទៅបាទហ្នឹងហើយមើលមានអ្វីខ្លាយទៀតនឹងថតជូនពុកម៉ែបងប្អូនជាបន្តទៀតបាទពុកម៉ែបងប្អូនហ្នឹងហើយសូមរងចាំតាមដានបន្តទៀតបាទពុកម៉ែបងប្អូនបាទអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយទៀតបាទបាយបាយជម្រាបលាបាទជម្រាបសួរបងប្អូនបាទនេះបាទមករកស្អីឡើយបានប្រភេទជុំកឡង់គេហៅថាជុំខ្នាតបតោងបាទពុកម៉ែបងប្អូនណាបានរួចហើយពុកម៉ែបងប្អូនអរគ្នាបាទខ្នាតបតោងល្មមតូចល្មមបាទអរគុណច្រើនពុកម៉ែបងប្អូនបាយបាយ